សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញនៅកម្មវិធីមួយដែលអ្នកទាំងអស់គ្នាប្រើ Android គួរតែចាប់អារម្មណ៍លើវាគឺជាកម្មវិធីមួយដែលល្អខ្លាំងមែនទែនសម្រាប់ទូរស័ព្ទ Android សម្រាប់អ្នកធ្វើ thumbnail ដាក់ YouTube ធ្វើ logo វីដេអូនិង edit design អីគឺខ្ញុំផ្ដល់ជូនថាមួយឆ្ងាញ់តែម្ដងហើយថ្ងៃនេះផងដែរគឺប្រហែលជាខ្ញុំបង្កើតខ្លីទេហើយនេះជាវីដេអូដំបូងសម្រាប់ channel របស់ខ្ញុំនឹងមានជាបន្តបន្ទាប់សម្រាប់គន្លឹះក៏ដូចជាការបង្ហាញបងប្អូនអំពីកម្មវិធីមួយនេះគឺ PicArt បងប្អូនអធិស្ឋានបើសិនជាខ្ញុំអានទៅគឺមិនសមរម្យព្រោះតែខ្ញុំក៏មិនសូវជាខ្លាំងភាសាអង់គ្លេសទេគឺថាមិនខ្លាំងមិនចេះតែម្ដងហ្នឹងហើយបងប្អូនអញ្ចឹងគឺខ្ញុំថ្ងៃនេះគ្រាន់តែចង់បង្ហាញបងប្អូនក៏ដូចជាបង្ហាញបងប្អូនក្នុងកម្មវិធី PicArt នេះកន្លែងខ្លះដែលយើងគួរចាប់អារម្មណ៍ហើយមុខងារវាមានច្រើនមែនទែនបងប្អូនអញ្ចឹងយើងកុំឲ្យរងចាំយូរបងប្អូនហើយមុននឹងចូលកុំភ្លេច like subscribe អ្នកមួយផងសម្រាប់ channel ថ្មីមួយនេះបាទអញ្ចឹងយើងចូលទាំងអស់គ្នាបងប្អូនចុចលើវាមកបងប្អូនពេលដែលបងប្អូន download ថ្មីបងប្អូនវាអាចនឹងទាមទារឲ្យបងប្អូនបញ្ចូល Gmail អីចឹងទៅអញ្ចឹងគឺបងប្អូនបញ្ចូលទៅបាទហើយហ្នឹងហើយគឺថ្ងៃនេះគឺខ្ញុំចង់ប្រាប់កន្លឹះមួយគឺបើសិនជាយើងចង់ design ក៏ដូចជាធ្វើ logo thumbnail គឺខ្ញុំចង់ប្រាប់អំពីlogo ក៏ដូចជារូបស្អាតនៅក្នុងនេះឲ្យបងប្អូនដឹងអញ្ចឹងគឺបងប្អូនចូលមកហើយយើងរើសយកចុច like នេះមួយទៀត edit យើងរើសយករូបភាពមួយណាដែលយើងអានេះគ្រាន់តែជាឧទាហរណ៍ទេដែលយើងឆ្លាញ់មកខ្ញុំរើសយកមួយនេះខ្ញុំគិតថាវាមើលទៅគួរឲ្យជាស្រ័យបងប្អូនពាណិជ្ជកម្មហ្នឹងហើយបងប្អូនបន្ទាប់ពីយើងខ្វែងពាណិជ្ជកម្មរួចវាលោតចេញមកបែបហ្នឹងហើយអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺកន្លែងនេះបងប្អូននេះ sticker បងប្អូនអធិស្ឋានវិញខ្ញុំអានអត់ត្រូវណាមួយវារៀងស្អកឈឺកផង sticker ហ្នឹងបងប្អូនគឺខ្ញុំចង់បង្ហាញបងប្អូនថា sticker នេះគឺវាមានមុខងារច្រើនប៉ុន្តែសម្រាប់វីដេអូដំបូងនេះគឺខ្ញុំចង់បង្ហាញអំពី sticker ចុចលើវាមកនេះបងប្អូនឃើញទេពួកកម្មវិធីខ្លះ logo ខ្លះគឺវាអត់ឲ្យយើង free ទេប៉ុន្តែវាមានច្រើនដូចជាចាំខ្ញុំឧទាហរណ៍បងប្អូនមើលមួយដូចជា YouTube បងប្អូនសើចតែ YouTube មក YouTube logo គឺវាចេញមកស្អាតច្រើនមែនតើហើយសម្រាប់ Facebook TikTok ឬក៏បងប្អូនចង់ search រកអីទៀតគឺវាមានច្រើនមែនតើសម្រាប់ logo សម្រាប់យើងយកមក design profile ក៏ដូចជាbanner យើងនិយាយបានថារូបភាពពីក្រោយ profile យើងគឺ design បានមកឆ្ងាញ់ស្អាតមែនតើបងប្អូនឃើញទេអែមមែនតើហើយវាមានច្រើនទៀតស្រេចលើបងប្អូនត្រូវការបងប្អូនអាច search ចឹងណាបងប្អូនអញ្ចឹងគឺអត់វែងទេសម្រាប់វីដេអូនេះគ្រាន់តែចង់ប្រាប់បងប្អូនថាកម្មវិធីមួយនេះគឺអែមហើយចង់ឲ្យបងប្អូនមានម្នាក់មួយនៅក្នុងទូរស័ព្ទហើយបងប្អូនអាចច្នៃជ្រាវបានឬក៏ចុច subscribe សម្រាប់ channel មួយនេះខ្ញុំនឹងផ្ដល់ជូននៅវីដេអូក្រោយៗគន្លឹះថ្មីជូនបងប្អូនបន្តទៀតអញ្ចឹងគឺវីដេអូនេះគឺខ្លីទេបងប្អូនគ្រាន់តែចង់បង្ហាញប៉ុណ្ណឹងព្រោះថាវាជាវីដេអូដំបូងដែរហើយសង្ឃឹមថាបងប្អូនបានឃើញជួយចុច like subscribe អ្នកមួយផងដែរអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច download ម្នាក់មួយនៅក្នុង Play Store. Bye bye